នេះខ្ញុំវាស់ក្នុងពេលតែមួយឯងបងប្អូនទាំងអស់នេះក្នុងនាទីតែមួយមិញមាន22ឥឡូវ17អញ្ចឹងមានន័យថាកម្រិតនៃការធ្លាក់ចុះអញ្ចឹងអ្នកទាំងអស់នេះអាចទិញនៅកន្លែងនេះបានដោយសារតែទំនោរនឹងអាចបុកទៅលើទៀតណាដោយសារតែទំនោរនឹងកើនឡើង2ថ្ងៃនេះគឺកើនឡើងទី2 sell វិញអ្នកទាំងអស់នេះទីទៀតវានឹងឡើងទៅដល់68ជាតម្លៃខ្ពស់របស់វាអ្នកទាំងអស់នេះអាចចូលលក់បានបាទចូលលក់បានក៏ដូចគ្នាដែរសម្រាប់ការ sell បើសិនបើគៀកដល់ម៉ោងព័ត៌មានចេញហើយវាទៅដល់តម្លៃហ្នឹងគៀកទៅដល់ហើយវាទៅដល់តម្លៃហ្នឹងបាទអ្នកទាំងអស់គ្នាអាចពិចារណានៅក្នុង delay ក្នុងការ sell ហេតុអីជិតដល់ព័ត៌មានធំអញ្ចឹងអ្នកទាំងអស់គ្នាអាច delay វាចោលទៅបាទចាំមើលព័ត៌មានធំវិញ4760ជាងនោះបាទ4760ជាង4770នោះបាទវានឹងទៅដល់ហ្នឹងប៉ុន្តែគោលដៅនេះបើសិនជាធ្លាក់មកក្រោមនេះជាចំណុចមួយដែលយើងគួរតែប្រយ័ត្នឲ្យខ្លាំងបន្តិចពេលដែលវាធ្លាក់មកក្រោមនេះវាបានបង្ហាញនៃសញ្ញា full head and shoulder ហ្មងបានន័យថាវាពេញលេញជា head and shoulder អញ្ចឹងពេលដែលវាធ្លាក់មកដល់ around ត្រឹម46.8ឬក៏46.62វានឹងបញ្ចេញសញ្ញានៃការធ្លាក់ចុះខ្លាំងមកវិញស្មើនឹងតម្លៃខាងក្រោមនេះបាទ around 45.8 45.5វិញបាទសូមគោរពអនុញ្ញាតជំរាបសួរដល់បងប្អូនទាំងអស់គ្នាជាទីគោរពរាប់អានសូមគោរពជំរាបសួរទៅដល់អតិថិជនរបស់ក្រុមហ៊ុនមូលបត្រ PPLink ទាំងអស់ផងដែរថ្ងៃនេះជួបជាមួយខ្ញុំបាទឡុងសំណាងទៀតហើយរាល់ការ live ចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រវេលាម៉ោង9ជាងទៅដល់ម៉ោង10ជាងពាក់ព័ន្ធជាមួយនឹងបំរែបំរួលតម្លៃហាងឆេងមាសក៏ដូចជាការជួញដូរតម្លៃហាងឆេងមាសប្រចាំថ្ងៃផងដែរបងប្អូនទាំងអស់គ្នាតម្លៃហាងឆេងមាសមានការងើបឡើងវិញបន្តិចហើយប៉ុន្តែដោយឡែកយប់មិញនេះមានការធ្លាក់ចុះបន្តិចមកវិញក្រោមឥទ្ធិពលនៃការភាពតានតឹងឬក៏មិនច្បាស់លាស់ក្នុងការចរចាគ្នារវាងសហរដ្ឋអាមេរិកជាមួយនឹងអេរ៉ង់នេះក៏ជាចំណុចមួយហើយក៏ជាឱកាសមួយសម្រាប់ពួកយើងនៅក្នុងការទិញលក់តម្លៃហាងឆេងមាសយ៉ាងល្អប្រសើរផងដែរទោះបីជាយ៉ាងណាក៏ដោយនៅខាងក្រៅអ្នកទាំងអស់គ្នាអាចពិបាកនៅក្នុងការជួញដូរតម្លៃហាងឆេងមាសដោយសារតែមានគម្លាតនិងពេលវេលានៅក្នុងការជួញដូរប៉ុន្តែបើសិនជាបងប្អូនទាំងអស់គ្នាសម្រេចចិត្តនៅក្នុងការជួញដូរបែបជាទំនើបកម្មតាមរយៈនៃការជួញដូរឧបករណ៍នេសាទនៅក្នុងប្រព័ន្ធ MT5 ដែលមានការអនុញ្ញាតពីខាងនាយកដ្ឋានមូលបត្រកម្ពុជាដែលជាការជួញដូរស្របច្បាប់នៅក្នុងប្រព័ន្ធរក្សាសុវត្ថិភាពដើមទុនរក្សាសុវត្ថិភាពនៃការផ្ទេរសាច់ប្រាក់ឬក៏ការជួញដូររបស់បងប្អូនទាំងអស់គ្នាស្ថិតនៅក្នុងប្រព័ន្ធនៅក្នុងច្បាប់នៅក្នុងប្រទេសកម្ពុជារបស់យើងផងដែរនោះនឹងអាចងាយស្រួលនៅក្នុងការជួញដូរដោយសារតែយើងមិនចំណាយពេលច្រើននៅក្នុងការជួញដូរកំណត់នៃការទិញលក់របស់យើងទេហើយក៏មិនមានការចំណាយពេលវេលាច្រើននៅក្នុងការកាត់ចំណេញឬក៏ខាតក៏មិនមានការចំណាយពេលច្រើននៅក្នុងការទេសាច់ប្រាក់ចំណេញខាតមកវិញទេគឺប្រើប្រាស់តាមប្រព័ន្ធធនាគារដែលមានការអនុញ្ញាតពីខាងនាយកដ្ឋានមូលបត្រកម្ពុជាមានធនាគារជាច្រើនដែលមានសិទ្ធិអនុញ្ញាតនៅក្នុងការជួញដូរឧបករណ៍នេសាទនៅក្នុងការទេសាច់ប្រាក់យ៉ាងមានប្រសិទ្ធភាពនៅក្នុងប្រព័ន្ធផងដែរខ្ញុំឧទាហរណ៍ធនាគារដែលអ្នកទាំងអស់គ្នាអាចទុកចិត្តបាន AC Lida Wing ហើយនិង AVA នេះក៏ជាធនាគារទាំង3ដែលកំពុងតែជា top 5 top 3សំទោសដែលអាចនឹងឲ្យអ្នកទាំងអស់គ្នាទុកចិត្តបានហើយអ្នកទាំងអស់គ្នាក៏មានកងធនាគារនៅក្នុងនឹងស្ទើរតែគ្រប់គ្នាផងដែរអូខេអ្នកទាំងអស់គ្នាដើម្បីកុំឲ្យចំណាយពេលយូរអ្នកទាំងអស់គ្នាកំពុងតែចង់ដឹងអំពីតម្លៃហាងឆេងមាសនៅក្នុងថ្ងៃនេះថាតើថ្ងៃនេះមានការប្រែប្រួលបែបណាជាទំនោរនៃការកើនឡើងឬក៏ទំនោរនៃការធ្លាក់ចុះមកវិញតើមានព័ត៌មានអ្វីខ្លះដែលអាចធ្វើឲ្យតម្លៃហាងឆេងមាសមានការប្រែប្រួលព័ត៌មានសេដ្ឋកិច្ចថ្ងៃនេះគឺធំហើយព័ត៌មាននៃការកំណត់នៅក្នុងការចរចារបស់សហរដ្ឋអាមេរិកជាមួយអេរ៉ង់ក៏ជាចំណែកមួយដែលអាចមានបញ្ហាពាក់ព័ន្ធជាមួយនឹងការជួញដូរឧបករណ៍នេសាទតម្លៃហាងឆេងមាសរបស់យើងផងដែរអ្នកទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃទី8ខែឧសភា2026តម្លៃហាងឆេងមាសឥឡូវនេះកំពុងតែស្ថិតនៅក្នុងតម្លៃ$4,712នៅក្នុង1អោនក្នុងទីផ្សារអន្តរជាតិមានការធ្លាក់ចុះបន្តិចដោយសារតែការពីយប់វិញការពីម្សិលមិញតម្លៃហាងឆេងមាសបានឡើងទៅដល់$4,760ជាង$70ជាងឯណោះហើយបើសិនជាគិតនៅក្នុងតម្លៃមួយដំណឹងនៅក្នុងប្រទេសកម្ពុជាសាមិញគឺកើនឡើងខ្លាំងមែនទែនរហូតដល់តែ5,000ជាង7,600ហើយបាទអញ្ចឹងក្បែរតម្លៃខ្ពស់កាលពីមុនដែរអ្នកទាំងអស់គ្នាអូខេតោះអ្នកទាំងអស់គ្នាដើម្បីកុំឲ្យចំណាយពេលយូរអ្នកទាំងអស់គ្នាក៏លេខមើលតម្លៃហាងឆេងមាសនៅខាងក្រៅខ្ញុំបន្តិចនៅតែឲ្យអ្នកទាំងអស់គ្នាមើលអំពីតម្លៃហាងឆេងមាសនិងតម្លៃហាងឆេងប្រាក់
ប្រេងដដែលបាទដោយសារតែតម្លៃទំនិញទាំងពីរនេះគឺជាតម្លៃទំនិញដែលប្រៀបធៀបជាមួយនឹងប្រាក់ដុល្លារមានន័យថាសិតថាយកដុល្លារទៅទិញទាំងអស់ទោះបីជាប្រេងក៏យកដុល្លារទៅទិញទោះបីជាមាសក៏យកដុល្លារទៅទិញអញ្ចឹងតម្លៃពីរនេះកំពុងតែស្ថិតនៅភាពគេហៅថាបញ្ច្រាស់គ្នាបាទបញ្ច្រាស់គ្នាធៀបពិតតម្លៃទាំងពីរនេះមិនមែនពាក់ព័ន្ធជាមួយនឹងការបញ្ច្រាស់គ្នាទេការបញ្ច្រាស់គ្នាការស្របគ្នាស្ថិតនៅលើកលៈទេសៈនិងស្ថានភាពសេដ្ឋកិច្ចនៅពេលបច្ចុប្បន្នឬក៏ពេលបន្តទៅមុខទៀតតែនៅក្នុងពេលនេះគឺវាកំពុងតែបញ្ច្រាស់គ្នាដោយសារតែតម្លៃប្រេងមានការកើនឡើងដោយសារតែមានការភាពតានតឹងនៅក្នុងការដឹកជញ្ជូនប្រេងនៅលើពិភពលោកនេះផងដែរអញ្ចឹងតម្លៃហាងផ្សេងប្រេងកំពុងតែស្ថិតនៅក្នុង$95នៅក្នុង1បារ៉ែលហើយតម្លៃហាងឆេងមាសកំពុងតែស្ថិតនៅក្នុង$4716.17នៅក្នុង1អោនក្នុងទីផ្សារអន្តរជាតិអញ្ចឹងបើសិនជាតម្លៃប្រេងមានការធ្លាក់ចុះជាបន្តបន្ទាប់មកដល់91 92ឬក៏ប៉ែតជាងតម្លៃហាងឆេងមាសប្រកាសនឹងឡើងទៅដល់47.50ឬក៏48ទៅលើទៀតបាទនេះអញ្ចឹងចំណុចនេះអ្នកទាំងអស់នេះអាចមើលឆាតនេះបន្តិចព្រោះឆាតនេះក៏ជាឆាតមួយដែលគួរឲ្យចាប់អារម្មណ៍ដែរបន្ទាប់ពីវាបានបង្កើតជា W pattern ហើយវាឡើងមកដល់កន្លែងនេះតាមពិតកន្លែងនេះខ្ញុំប្រាប់បងប្អូនទាំងអស់គ្នាថាហេតុអីបានវានៅកន្លែងហ្នឹងច្រើនម៉េះនេះខ្ញុំទាញមកជុំចេះមកនេះវាបង្កើតអញ្ចឹងឃើញទេឥឡូវរូបរាងពិតប្រកបណារូបរាងពិតប្រកបដែលខ្ញុំប្រាប់2ថ្ងៃហើយ2ថ្ងៃ3ថ្ងៃហើយវាត្រូវតែនៅកន្លែងហ្នឹងបាទខ្ញុំប្រើពាក្យថានៅត្រូវតែបាទត្រូវតែព្រោះបើ technical ខ្ញុំហ៊ានប្រើពាក្យថានៅតែបាទត្រូវតែបាទនៅតែត្រូវតែហេតុអីវានឹងបង្កើតរូបភាពបែបនេះបាទប្រហាក់ប្រហែលបង្កើតរូបភាពនឹងប្រហាក់ប្រហែលគ្នាឬក៏ស្មើគ្នាបានវានឹងផ្លាស់ប្ដូរគោលដៅឃើញទេឥឡូវចិត្តស្មើគ្នានៅប្រវាស់ប្រវែងណាបើវាស់ពេលវេលាវាស់ដើមទៀនណាចិត្តប៉ុណ្នេះហើយសល់តែបន្តិចទៀតទេអញ្ចឹងយប់នេះអាចជាកត្តាមួយដែលរុញច្រានឲ្យវាផ្លាស់ប្ដូរទិសដៅបានទេបានដោយសារតែយប់នេះមានព័ត៌មាន3ដែលជាព័ត៌មានធំដែលជាព័ត៌មានសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលរុញច្រានឲ្យតម្លៃហាងឆេងមាសមានការប្រែប្រួលក្រោមកត្តាដែលរុញច្រានឲ្យសេដ្ឋកិច្ចអាមេរិកល្អឬក៏អាក្រក់ក៏ដូចជារុញច្រានឲ្យតម្លៃប្រាក់ដុល្លារសហរដ្ឋអាមេរិកនឹងល្អឬក៏អាក្រក់ដែរអញ្ចឹងវាអាចនឹងមើលឃើញទិសដៅមួយនៃតម្លៃហាងឆេងមាសនៅក្នុងការប្រែប្រួលផងដែរអ្នកទាំងអស់នេះគិតមិនដែរបើនិយាយអំពីកំណើនការងារធ្វើនៅក្នុងសហរដ្ឋអាមេរិកមានការកើនឡើងឬក៏មានការធ្លាក់ចុះបើសិនជាអ្នកទាំងអស់គ្នាមើលឃើញថាមានការកើនឡើងនោះតម្លៃហាងឆេងមាសនឹងមានការទម្លាក់ខ្លួនចុះមកវិញប៉ុន្តែបើអ្នកទាំងអស់គ្នាមើលឃើញថាតម្លៃឬក៏កំណើនការងារធ្វើនៅក្នុងសហរដ្ឋអាមេរិកមានការធ្លាក់ចុះអញ្ចឹងតម្លៃហាងឆេងមាសប្រកាសជាមានការហក់ឡើងទៅលើហើយអញ្ចឹងចាំមើលថាម៉ោង7កន្លះយប់នេះនឹងមានការប្រែប្រួលបែបណាតោះចាំនិយាយរឿងនេះចុងម៉ោងបន្តិចទៀតអ្វីដែលសំខាន់អ្នកទាំងអស់គ្នាមកមើលchart pattern នេះមួយសិនវាបង្កើតនៅកន្លែងនេះពេលដែលវាបង្កើតនៅកន្លែងហ្នឹងឥឡូវនេះយើងឡើងសិក្សា AW នេះទៀតហើយបាទអ្វីដែលយើងត្រូវសិក្សាគឺពីនេះបាទពីប្លោះនេះកន្លែងនេះមួយកន្លែងនេះមួយតើយើងសិក្សាបែបណាតើវានឹងបង្កើតរូបរាងបែបណាអ្នកទាំងអស់គ្នាទាញមើលវាឲ្យច្បាស់លាស់តែម្ដុំហ្នឹងនេះឃើញទេវាកំពុងតែបង្ហាញសញ្ញាណនៃការប្រែប្រួលរបស់វាខុសទិសដៅឬក៏ទៅទិសដៅទៅខាងលើទៀតប៉ុន្តែសញ្ញាណនេះគឺ50នៅកន្លែងហ្នឹងតែអ្នកទាំងអស់គ្នាបានមើលឃើញថាវាកំពុងតែបង្កើតជា pattern បែបណាណាអញ្ចឹងបងប្អូនទាំងអស់គ្នាមើលរូបភាពនេះបន្តិចបាទបើសិនជាយើងគូទៅតាមទំនោរតម្លៃហាងឆេងមួយនេះណាវាបានបង្កើតជា head and shoulder បាទហើយបាទ head and shoulder ប៉ុន្តែបើ head and shoulder ពិតប្រាកដគេអត់គូសញ្ញានៅកន្លែងនេះទេប៉ុន្តែបើសិនបើវាមានសញ្ញានៅខាងលើនេះបានន័យថាវាកំពុងតែប្រាប់សញ្ញានៃភាគរយនៃការធ្លាក់ចុះនឹងច្រើនជាងការកើនឡើងណាមានការកើនឡើងអញ្ចឹងចាំមើលថាតើវានឹងអាចធ្លាក់ចុះដែរឬអត់នៅចំណុចនេះតែអ្នកទាំងអស់គ្នាកុំភ្លេចណា2ថ្ងៃនេះគឺកម្លាំងនៃការកើនឡើងខ្លាំងណាស់បាទខ្លាំងណាស់ហើយបើសិនជាវាបន្តទៅ break អាតម្លៃខ្ពស់កាលពីអន្សាមិញនោះតម្លៃហាងឆេងមាសនឹងឡើងទៅខ្ពស់តែម្ដងណាអញ្ចឹងអ្វីដែលសំខាន់មើលម្ដងនេះសិនវាអាចទៅរួចអត់នេះជាការប្រុងប្រយ័ត្នរបស់យើងមិនមែនថាយើងមើលហើយយើងចាប់តាមចូល sell ចូល buy ហ្មងទេអត់ទេពេលដែលយើងមើលហើយយើងដឹងថាតម្លៃណាដែលយើងគួរចូលទិញឲ្យសុវត្ថិភាពមើលហើយយើងដឹងថាកន្លែងណាដែលយើងរងចាំសិនណានេះគឺជាការការពារហានិភ័យរបស់យើងពេលដែលយើងចេះថាបថុយបឋាន50ហ្នឹងណាក៏គេធ្វើបានដែរបាទអ្នកអត់ចេះសោះក៏អាចចុច50បានដែរត្រូវទេ
ចឹងអ្នកទាំងអស់នេះមើលពីឆាតហ្នឹងពេលដែលឆាតហ្នឹងឥឡូវនេះវាកំពុងតែនៅកពូលនេះមូលហេតុអីបានវានៅកពូលនេះបាទខ្ញុំកំពុងតែចែកម្លែកមិនមែនពាក់ព័ន្ធជាមួយនឹងការផ្ដល់តម្លៃឲ្យអ្នកទាំងអស់គ្នាជួញដូរទេពេលអ្នកទាំងអស់គ្នាមើលវីដេអូនេះហើយតិចទៀតអ្នកទាំងអស់គ្នានឹងអាចចេះវិភាគដូចខ្ញុំដែរបាទអាចចេះវិភាគដូចគ្នាដែរអញ្ចឹងហេតុអីបានវានៅត្រូវវានៅ47 21 22 47 18 19នៅធ្វើអីដោយសារតែតម្លៃចាស់របស់វាគឺនៅកន្លែងហ្នឹងត្រូវទេអញ្ចឹងវាកំពុងតែខំប្រឹងនៅក្នុងការទៅរកតម្លៃខ្ពស់មួយនៅខាងលើប៉ុន្តែសួរថាកម្រិតនៃការផ្គត់ផ្គង់នឹងច្រើនទេអត់កម្រិតនៃការតម្រូវការនឹងច្រើនអត់បើតម្រូវការច្រើនជាងវានឹងហក់ឡើងទៅតម្លៃខ្ពស់កាលពីយប់មិញបាទសាមិញ4760ជាងនោះបាទ4760ជាង4770នោះបាទវានឹងទៅដល់ហ្នឹងប៉ុន្តែគោលដៅនេះបើសិនជាធ្លាក់មកក្រោមនេះជាចំណុចមួយដែលយើងគួរតែប្រយ័ត្នឲ្យខ្លាំងបន្តិចពេលដែលវាធ្លាក់មកក្រោមនេះវាបានបង្ហាញនៃសញ្ញា full head and shoulder ហ្មងបានន័យថាវាពេញលេញជា head and shoulder អញ្ចឹងពេលដែលវាធ្លាក់មកដល់ around ត្រឹម46.8ឬក៏46.62វានឹងបញ្ចេញសញ្ញានៃការធ្លាក់ចុះខ្លាំងមកវិញស្មើនឹងតម្លៃខាងក្រោមនេះបាទ around 45.8 45.5វិញបាទណាប៉ុន្តែឥឡូវហ្នឹងសួរថាវាពេញលេញនៅទេវាតតែវាទម្លាក់ខ្លួនមកដល់46.62 46.5ហ្នឹងអាហ្នឹងបានទំនោរហ្នឹងមានការធ្លាក់ចុះខ្លាំងអញ្ចឹងដល់កន្លែងហ្នឹងអ្នកទាំងអស់គ្នាឡើងតិច sell យើងចង់បានកន្លែងហ្នឹងភាគរយនៃការ sell ច្រើនជាងពេលដែលវាពេញលេញជា head and shoulder មួយហ្នឹងណាប៉ុន្តែពេលនេះនៅកន្លែងនេះយើងត្រូវតែរងចាំហើយកុំអាចចូលអីនៅពេលនេះគឺជា50 ទេបាទ 50% ណាអញ្ចឹងពេលនេះបើសិនជាវាអាចនឹងមានការកើនឡើងត្រឡប់ទៅម្ដងទៀតទៅដល់47.60ជាង47.7ជាងហ្នឹងណាវាតម្លាក់ខ្លួនតាមបន្តិចយើងចូលបាយអាកន្លែងហ្នឹងអ្នកទាំងអស់គ្នាធ្លាប់ឮគេថាbuy high sell low បាទ buy high sell low បាយនៅចំណុចដែលខ្ពស់លក់នៅចំណុចដែលទាបហេតុអីបានអញ្ចឹងបាទធ្លាប់តែឮថាទិញនៅចំណុចដែលទាបហើយលក់នៅចំណុចដែលខ្ពស់បានយើងអាចរកផលចំណេញច្រើនប៉ុន្តែបើ buy high sell low នេះមានន័យថាគឺជាទំនោរនៃការធ្លាក់ចុះខ្លាំងឬក៏ទំនោរនៃការកើនឡើងខ្លាំងបើសិនជាគេបានដឹងថាវានឹងបន្តនៃការកើនឡើងគេនៅតែបាយទោះបីវាឡើងដល់ខ្ពស់ណាក៏គេនៅតែបាយដែរនៅតែចំណេញតួពេលដែលវាធ្លាក់ចុះខ្លាំងឬក៏ចំនួននៃការប្រែប្រួលធ្លាក់ទៅក្រោមនឹងច្រើនគេនៅតែ sell ឡើងតិច sell ឡើងតិច sell ឡើងតិច sell គេនៅតែចំណេញដែរអញ្ចឹងកន្លែងនេះក៏ជាវិធីសាស្ត្រមួយក៏ជាចំណុចសម្គាល់មួយក៏ជាបទពិសោធន៍មួយដែលអ្នកទាំងអស់គ្នាត្រូវតែកត់ចំណាំពាក់ព័ន្ធជាមួយនឹងការជួញដូរតម្លៃហាងឆេងមាសមួយនឹងដែរអូខេអញ្ចឹងយើងរងចាំមើលបន្តិចអ្នកទាំងអស់គ្នាអាចបាយបានដែរ around next line នេះបាទលើ next line តិចហេតុអីហ៎ព្រោះពេលដែលធ្លាក់ដល់កន្លែងនឹងហើយអត់ទាន់បាន full អត់ទាន់បាន break ក៏វាអាចឡើងទៅលើដែរចាំមើលតិចទៀតខ្ញុំនឹងប្រាប់ពីកន្លែងទិញណាកន្លែងទិញតែបើចុះផុតអានឹងហើយកុំទៅទិញទៀតបាទចុះផុតអាកន្លែងតម្លៃ next line របស់វាឬក៏ break point ហ្នឹងគឺអត់ទៅទិញទៀតទេចាំទៅទិញនៅឯក្រោមមកណាឯក្រោមនៅកន្លែងណាតិចទៀតខ្ញុំនឹងជំរាបជូនបងប្អូនទាំងអស់គ្នាទៅមើលឆាតមួយទៀតនេះអ្នកទាំងអស់គ្នាវាកំពុងតែចង់ទៅបំបែក47.63 47.68បើវាបានទៅដល់នឹងវិញបាទគឺពិបាកនៅក្នុងការធ្លាក់ចុះណាបាទបានន័យថាកម្លាំងនៃការកើនឡើងនឹងខ្លាំងឬក៏អ្នកទាំងអស់គ្នាអាចគូបន្ទាត់ត្រង់មួយបាញ់មកកន្លែងនេះណាបាញ់កន្លែងនេះអញ្ចឹងវានឹងទៅឡើងទៅលើទៅផុតទៀតណាអ្នកទាំងអស់គ្នាកន្លែងនេះគឺជាកន្លែងដែលខ្ពស់ជាង next line ពាក្យថា next line នេះគឺករបស់ head and shoulder នឹងតែម្ដង1 2 3ណាបើចុះមកដល់កន្លែងក្រោម62ឬក៏50នេះអានឹងគឺជា break point ហើយបាទកន្លែង50នេះ break point ហើយហេតុអីបានខ្ញុំឲ្យបាយនៅ46.81ព្រោះវានៅខ្ពស់ជាង next line វានឹងអាចបង្កើតទៅជា W ថ្មីមួយទៀតនៅកន្លែងនេះកត្តាកន្លែងនេះហេតុផលដែលឲ្យអ្នកទាំងអស់គ្នាទិញកន្លែងនេះទី1តម្លៃហាងឆេងមាស47.17បាទអានេះខ្ញុំវាស់ក្នុងពេលទៅមួយបងប្អូនទាំងអស់នេះក្នុងនាទីទៅមួយមិញមាន22ឥឡូវ17អញ្ចឹងមានន័យថាកម្រិតនៃការធ្លាក់ចុះអញ្ចឹងអ្នកទាំងអស់នេះអាចទិញនៅកន្លែងនេះបានដោយសារតែទំនោរនឹងអាចបុកទៅលើទៀតណាដោយសារតែទំនោរនឹងកើនឡើង2ថ្ងៃនេះគឺកើនឡើងទី2អ្នកទាំងអស់នេះអាចទៅមើលព័ត៌មានពាក់ព័ន្ធជាមួយនឹងសង្គ្រាមសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់មានការចរចាបន្ថែមទៀតឬក៏យើងត្រូវគ្នាអីអ្នកទាំងអស់គ្នាអាចខ្លាចទិញទេនៅកន្លែងហ្នឹងហើយមួយទៀតពាក់ព័ន្ធជាមួយនឹងកំណើនការងារធ្វើនឹងសហរដ្ឋអាមេរិកបើសិនបើចេញមកលទ្ធផលចេញមកយប់ហ្នឹងបាទ
យប់នឹងបើតម្លៃនឹងអត់ទាន់ចុះដល់តំណឹងទេអត់ទាន់ចុះដល់តំណឹងទេហើយម៉ោង7កន្លះយប់នឹងស្រាប់តែបុកពីលើមកដល់កន្លែងនឹងហ្មងឬក៏មួយបកគោលដែលធ្លាក់ចេញពីណាន់ហ្វាមនឹងទៅដល់បកគោលនឹងចន្លោះប្រហែលជា50លេខឡើងអ្នកទាំងអស់នេះអាចបាយកន្លែងនឹងបានបើ50លេខឡើងមានន័យថាម៉េចកន្លែងនេះ8ជាងអានេះ17អញ្ចឹងអានេះបានតែ20ជាងទេត្រូវទេអញ្ចឹងមានន័យថាអាចថាវាឡើងតិចទៀតបានវាធ្លាក់ចុះអញ្ចេះហ្នឹងអ្នកទាំងអស់នេះអាចទិញបានដែរឃើញទេអូខេទិញហើយកន្លែងនេះទិញហើយអ្នកទាំងអស់គ្នាអាចសម្រាប់ថ្ងៃហ្នឹងកំណត់ stop loss take profit ឲ្យបានហេតុអីរាល់ដងខ្ញុំឲ្យចូលទិញចូលលក់ខ្ញុំអត់ដែរបានប្រាប់អ្នកទាំងអស់គ្នាឲ្យកំណត់ take profit stop loss ហើយដោយសារតែតម្លៃទាំងអស់ហ្នឹងសិតតែជាតម្លៃដែលមានភាគរយនឹងចំណេញតែម្ដងហើយអ្នកទាំងអស់គ្នាទៅមើល history វិញទៅឬក៏ទៅមើលការវិភាគរបស់ខ្ញុំដែលខ្ញុំឲ្យតម្លៃអ្នកទាំងអស់គ្នាចូលទិញចូលលក់តើវាត្រូវមែនអត់អញ្ចឹងពេលហ្នឹងឲ្យអ្នកទាំងអស់គ្នាចូលទិញហើយរងចាំតែបន្តិចចំណេញហើយបាទតែថ្ងៃនេះវិញត្រូវតែដាក់ stop loss take profit មិនមែនខ្ញុំអត់ទុកចិត្តលើតម្លៃដែលខ្ញុំបានដាក់ឲ្យទេព្រោះតម្លៃដែលខ្ញុំបានដាក់ឲ្យមិនមែនជាតម្លៃ50-50ទេគឺជាតម្លៃដែលបានគិតមានហេតុផលត្រឹមត្រូវឲ្យអ្នកទាំងអស់គ្នាមូលហេតុដែលដាក់ stop loss take profit ដោយសារតែយប់នេះមានព័ត៌មានបាទធំបាទបើសិនជាអ្នកទាំងអស់គ្នាទិញមុនព័ត៌មានដាច់ខាតត្រូវតែកំណត់ take profit និង stop loss តែបើអ្នកទាំងអស់គ្នាទិញបាននៅក្រោយព័ត៌មានលុះត្រាតែវាធ្លាក់ពីលើនឹងមក50លេខឬក៏40លេខជាងអីចឹងទៅច្រើនអ្នកទាំងអស់គ្នាអាចទិញនៅកន្លែងនឹងបានណាដោយសារតែអតិពលព័ត៌មានមួយនេះគឺជាព័ត៌មានដែលវិនិយោគិនធំលើពិភពលោកអ្នកជួញដូរអ្នកទិញលក់តម្លៃហាងឆេងមាសនឹងកំពុងតែរងចាំតែម្ដងសូម្បីតម្លៃហាងឆេងមាសនឹងក៏វាកំពុងតែរងចាំព័ត៌មាននឹងដែរសាមិញតម្លៃនឹងតែហ្នឹងហើយថ្ងៃហ្នឹងនៅតែហ្នឹងទៀតឡើងតែបន្តិចហើយចុះមកវិញនៅតម្លៃនៅដែរអូខេអញ្ចឹងតម្លៃនេះអ្នកទាំងអស់គ្នាអាចចូលទិញបានទី2វាអាចធ្លាក់ទៅបន្តទៀតណា46.28បាទវាអាចធ្លាក់ទៅ46.28តម្លៃនេះបើសិនបើជាតម្លៃមួយដែលទាំងពីរមិញទាំង sell ទាំង buy ទាំងពីរមិញបើសិនជាចិត្ត10ម៉ោងចេញព័ត៌មានហើយអ្នកទាំងអស់គ្នាបំភ្លេចវាចោលបាទលុបវាចោលបាទរងចាំមើលស្ថានភាពព័ត៌មានវិញបាទបើសិនជាវាធ្លាក់មកត្រូវស្របគ្នាអូខេអាចចាប់ផ្ដើមបានតែហាមដាក់ buy stop sell stop ហេតុអីដោយសារព័ត៌មានធំណាព័ត៌មានអត់មានអ្នកណាគេដឹងមុនបានទេអញ្ចឹងអ្នកទាំងអស់គ្នានេះគឺជាការវិភាគបែប technical តាមទំនោរតែទោះបីយ៉ាងណាក៏ដោយក៏អ្នកទាំងអស់គ្នាមើលវាដោយសារតែខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាថា technical ហើយនិង fundamental ឬក៏ព័ត៌មានអីផ្សេងៗវាតែងបំពេញឲ្យគ្នាទៅវិញទៅមកវាតែងតែរត់បំពេញឲ្យគ្នាទៅវិញទៅមកបាទអញ្ចឹងបើសិនជាយើងមើលទៅវាស្របគ្នាអ្នកទាំងអស់គ្នាអាចចូលបានណាអូខេតោះចុះបាយវិញឲ្យចុះ sell វិញសុំទោស sell វិញអ្នកទាំងអស់គ្នាតិចទៀតវានឹងឡើងទៅដល់68ជាតម្លៃខ្ពស់របស់វាអ្នកទាំងអស់គ្នាអាចចូលលក់បានបាទចូលលក់បានក៏ដូចគ្នាដែរសម្រាប់ការ sell បើសិនបើគៀកដល់ម៉ោងព័ត៌មានចេញហើយវាទៅដល់តម្លៃហ្នឹងគៀកទៅដល់ហើយវាទៅដល់តម្លៃហ្នឹងបាទអ្នកទាំងអស់គ្នាអាចពិចារណានៅក្នុង delay ក្នុងការ sell ហេតុអីជិតដល់ព័ត៌មានធំអញ្ចឹងអ្នកទាំងអស់គ្នាអាច delay វាចោលទៅបាទចាំមើលព័ត៌មានធំវិញអត់បញ្ហាវិញត្រូវទេតោះអញ្ចឹងនេះជាកន្លែងដែល sell ទី1 sell ទី2នៅ48.12នេះបើសិនបើយប់នេះតម្លៃហាងឆេងមាសនៅក្នុងតម្លៃ around 47 10ជាង47 30ជាងហើយសុកអត់មានសុកទេបាទដោយសារតែតម្លៃហាងឆេងមាសវាមានអាចមានព័ត៌មានយប់ហ្នឹងស្រាប់តែព័ត៌មានចេញមកវាហោះឡើងទៅដល់48.15អីហ្នឹង around បាទវាមិនអាចត្រូវចំលេខហ្មងទេអ្នកទាំងអស់នេះអាច sell បានហេតុអីចង់100លេខហើយមិនខ្លាចអីនឹង sell ត្រូវទេវានឹង retracement ចុះមកក្រោមវិញឲ្យអ្នកទាំងអស់នេះចំណេញកាត់ចេញបានភ្លាមណាបើសិនជាអញ្ចឹងមែនជាឱកាសដ៏ល្អបំផុតហើយណាអញ្ចឹងកន្លែងនេះបងប្អូនទាំងអស់នេះអាចធ្វើការ sell បានអូខេអញ្ចឹង support 2 resistance 2ដែលជូនដល់បងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងអ្នកទាំងអស់គ្នាត្រូវតែចូលទិញលក់ហើយកំណត់ take profit និង stop loss ឲ្យជាប់លាប់មានព័ត៌មានធំណាម៉ោង7កន្លះអូខេទៅមួយទៀតខ្ញុំនឹងបង្ហាញពាក់ព័ន្ធជាមួយនឹង Nan Farm នឹងដែរបាទ Nan Farm នឹងដែរព្រោះថ្ងៃហ្នឹងហើយសាមិញក៏បង្ហាញដែរប៉ុន្តែនេះគឺជាព័ត៌មានដែលជាក់លាក់ដែលចេញសម្រាប់ថ្ងៃហ្នឹងតែម្ដងបញ្ជាក់បងប្អូនទាំងអស់គ្នានៅក្នុង2ថ្ងៃនេះខ្ញុំនិយាយពីវា2ថ្ងៃជាប់ហើយបាទប៉ុន្តែថ្ងៃនេះគឺជាថ្ងៃឬក៏នាទីចិត្តដល់ហើយបាទម៉ោង7កន្លះយប់ហ្នឹងវានឹងចាញ់ហើយបាទវានឹងចាញ់ហើយ
កំណើនការងារធ្វើនៅក្នុងសហរដ្ឋអាមេរិកសំទោសទី2កំណើនការងារធ្វើនៅក្នុងសហរដ្ឋអាមេរិកទី1នេះចំណូលជាមធ្យមនៅក្នុង1ម៉ោងបាទបើសិនជា2នេះចេញមកល្អទាំងអស់គ្នាបាទតម្លៃហាងឈីមាននឹងទម្លាក់ខ្លួនចុះមកក្រោមហើយ unemployment rate អត្រាអ្នកអត់មានការងារធ្វើខ្ញុំឧទាហរណ៍2 3លក្ខខណ្ឌឲ្យអ្នកទាំងអស់គ្នាបើសិនជាព័ត៌មានទាំង3នេះល្អទាំង3មាសចុះដល់ណាបាទកន្លែងហ្នឹងសំណួរហ្នឹងគឺបងប្អូនទាំងអស់គ្នាចង់បានមែនតើចុះបើព័ត៌មានល្អទាំង3តើវាចុះដល់ណាទៅខ្ញុំអាចទៅទិញនៅក្រុមហ្នឹងបានអត់ឥឡូវនេះតម្លៃហាងឈីមាសកំពុងតែស្ថិតនៅក្នុងតម្លៃ47 10ជាងអញ្ចឹងអ្នកទាំងអស់គ្នាឥទ្ធិពលនៃព័ត៌មាននេះយ៉ាងហោចណាស់ក៏ពី20លេខទៅ100លេខដែរបាទវាខ្ពស់បំផុតធ្លាប់ឡើងធ្លាប់ប្រែប្រួលរហូតដល់តែ120លេខដោយសារតែព័ត៌មាន non-farm employment change បាទហើយក៏វាធ្លាប់ប្រែប្រួលតិចបំផុតត្រឹមតែ20លេខដែរឃើញទេយប់ហ្នឹងបងប្អូនទាំងអស់គ្នាម៉ោង7កន្លះណាម៉ោង2កន្លះព័ត៌មានដែលធំជាងគេគឺ non-farm employment change បើសិនវាចេញមកតិចមែនតើអ្នកទាំងអស់គ្នាមានអាចកើនឡើងហើយតាមពិតមុននឹងចេញព័ត៌មានកំណើនការងារធ្វើនៅក្នុងសហរដ្ឋអាមេរិកមានព័ត៌មានមុននឹងប្រហែលជា 3-4 ថ្ងៃដែរបាទគឺ ADP non-farm automatic data automatic processing បាទគឺជាព័ត៌មានដែលបូកសរុបកំណើនការងារនៅក្នុងសហរដ្ឋអាមេរិកនឹងដោយស្វ័យប្រវត្តិហើយប៉ុន្តែវាជាការជា data ឬក៏ជាទិន្នន័យបឋមទេមិនមែនជាទិន្នន័យដែលច្បាស់លាស់ 100% ហើយក៏មិនមែនជាទិន្នន័យ fake 100% ដែរកត្តានេះក៏គេអាចយកមកវាស់វែងពី non-farm employment change បានដែរអូខេអញ្ចឹងនេះគឺជាព័ត៌មានសម្រាប់ថ្ងៃហ្នឹងខ្លាំងណាស់ធំណាស់ចុះព័ត៌មានក្រោមនេះអាមេរិកនេះមិនបាច់មើលក៏បានដែរថ្ងៃហ្នឹងព័ត៌មាននេះជាអត្តពលគឺខ្លាំងមែនតើតោះបងប្អូនគ្នាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់តម្លៃហាងឆេងមាសថ្ងៃហ្នឹងសូមឲ្យបងប្អូនទាំងអស់គ្នាជួញដូរប្រុងប្រយ័ត្នបន្តិចពាក់ព័ន្ធជាមួយនឹងព័ត៌មានការនៅយប់នេះម៉ោង7កន្លះណាហើយមានវិធីសាស្ត្រយុទ្ធសាស្ត្រនៅក្នុងការជួញដូរមួយអ្នកទាំងអស់គ្នាបើសិនបើអត់ទាន់មានការចូលទីផ្សារ hold ជាប់អីទេបានន័យថា account ហ្នឹងគឺមានតែលុយរងចាំព័ត៌មានហ្នឹងមកអ្នកទាំងអស់គ្នាអាចប្រើ sell stop buy stop ធ្វើការជួញដូរនៅនឹងបានបើសិនជាបងប្អូនដែលចូលរួមវគ្គសិក្សាជាមួយខ្ញុំ VVIP ណាបន្ទាប់ពីសិក្ខាសាលាចប់ហើយខ្ញុំនឹងបន្ថែមម៉ោងឲ្យអ្នកទាំងអស់គ្នាជាធម្មតាគឺអញ្ចឹងក្នុងការបន្ថែមម៉ោងឲ្យអ្នកទាំងអស់គ្នាហ្នឹងគឺប្រាប់ពីយុទ្ធសាស្ត្រចូលទីផ្សារហើយក៏ប្រាប់ពីមុខងារដ៏សំខាន់មួយមុខងារដ៏មានគុណភាពមួយនៅក្នុងការជួញដូរពេលដែលមានព័ត៌មានធំឬក៏ពេលដែលតម្លៃទីផ្សារប្រែប្រួលខ្លាំងអញ្ចឹងមុខងារដែលល្អបំផុតគឺ sell stop buy stop តែចេះដាក់ឲ្យបានត្រឹមត្រូវពេលខ្លះ sell stop buy stop អ្នកទាំងអស់គ្នាចេះដាក់ឲ្យបានត្រឹមត្រូវចំណេញមានតែបើសិនជាអ្នកទាំងអស់គ្នាអត់ចេះដាក់ត្រឹមត្រូវទេពាក្យថាត្រឹមត្រូវហ្នឹងទាំងតម្លៃទាំងពេលវេលាណាដាក់ឲ្យបានល្អដាក់ឲ្យបានត្រឹមត្រូវអ្នកទាំងអស់គ្នានឹងអាចរកផលចំណេញបានបាទដបងចេះវាយដបងមកវែងមួយអ្នកខ្លះកាន់ទៅប្រើមានផលប្រយោជន៍អ្នកខ្លះទៀតកាន់ទៅហានិភ័យសម្រាប់ខ្លួនឯងអញ្ចឹងអ្នកទាំងអស់គ្នា sell stop buy stop អ្នកទាំងអស់គ្នាចេះប្រើឲ្យបានល្អបើអ្នកទាំងអស់គ្នាចេះប្រើ buy stop sell stop អ្នកទាំងអស់គ្នានឹងអាចរកផលចំណេញនៅយប់នេះតែម្ដងអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានរាល់ការ live របស់ខ្ញុំបាទជារៀងរាល់ថ្ងៃក៏ដូចជាការគ្រប់គ្រងទៅដល់ក្រុមហ៊ុន PP Link Security ហើយអ្នកទាំងអស់គ្នាអាចមើលការ live ប្រចាំថ្ងៃរបស់ខ្ញុំនៅ PP Link Security តាមរយៈpage Facebook តាមរយៈTikTok ក៏ដូចជា YouTube ផងដែរក៏ដូចជាមាន page មួយទៀតគឺ EcoFi Academy គឺជា page ផ្ទាល់របស់ខ្ញុំតែម្ដងទាំង TikTok ក៏ដូចជា YouTube ផងដែរអ្នកទាំងអស់គ្នាអាចទៅមើលបានព័ត៌មានដែលវិភាគប្រចាំថ្ងៃជូនដល់បងប្អូនទាំងអស់គ្នាអរគុណសម្រាប់ថ្ងៃនេះខ្ញុំបាទឡុងសំណាងសូមជម្រាបលា